បណ្ដុំព្រឹត្តិការណ៍សំខាន់ផ្ទុះល្បីចុងខែឧសភាពី KOY Breaking Share បណ្ដុំព្រឹត្តិការណ៍សំខាន់ទី1គឺពាក់ព័ន្ធជាមួយនឹងឯកឧត្តមជួននរិនបានដាក់បទបញ្ជាថ្មីទាក់ទងនឹងរឿងកែច្នៃស៊ីម៉ាំងយានជំនិះគ្រប់ប្រភេទនៅថ្ងៃទី30ខែឧសភាឆ្នាំ2025ឯកឧត្តមជួននរិនបានធ្វើការបង្ហោះសារនៅលើគណនី Facebook ផ្លូវការរបស់ឯកឧត្តមដោយឯកឧត្តមបានលើកឡើងបែបនេះថាខ្ញុំបាទសូមគោរពជម្រាបជូនដល់បងប្អូនមួយចំនួនតូចដែលចូលចិត្តកែច្នៃស៊ីម៉ាំងមធ្យោបាយគ្រប់ប្រភេទដែលបំពងសម្លេងរំខានដល់ប្រជាពលរដ្ឋជាពិសេសមធុធំសូមបញ្ឈប់ចាប់ពីពេលនេះតទៅបាទខ្ញុំសង្ឃឹមយ៉ាងមុតមមថាបងប្អូននឹងចូលរួមនៅការស្នើសុំខាងលើដោយភ្ញាក់រលឹកទាំងអស់គ្នាបាទតើលោកពុកអ្នកម៉ែបងប្អូនគាំទ្រដែរទេបាទបណ្ដុំព្រឹត្តិការណ៍សំខាន់ទី2គឺពាក់ព័ន្ធជាមួយនឹងអ្នកកាសែតហងសំណាងត្រូវបានឃាត់ខ្លួនក៏សាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការផលិតវីដេអូតាក់ទងនឹងកងទ័ពកាលពីពេលថ្មីកន្លងទៅនេះលោកហងសំណាងដែលជាអ្នកកាសែតម្នាក់រស់នៅឯខេត្តស្វាយរៀងផលិតវីដេអូដែលយកមនុស្សនៅខេត្តស្វាយរៀងសម្ដែងជាយោធាហើយវាយប្រហារលើកងទ័ពខណៈដែលកងទ័ពកំពុងតែប្រឈមមុខជាមួយនឹងសត្រូវឈ្លានពានមិនមែនជាការរីកូនទេនេះជាការលើកឡើងរបស់លោកផៃវណ្ណៈនៅក្នុងគណនី Facebook របស់លោកផៃវណ្ណៈបានលើកបន្តទៀតថាប្រភពច្បាស់ការពីសមត្ថកិច្ចបានដឹងថានៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025នេះសមត្ថកិច្ចឃាត់ខ្លួនហងសំណាងនិងបកពួក2នាក់ទៀតនៅខេត្តស្វាយរៀងនិងកំពុងនាំខ្លួនមកកាន់រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីហងសំណាងនិងបកពួក2នាក់ទៀតផលិតវីដេអូពាក់ព័ន្ធនឹងស្ថាប័នកងទ័ពបណ្ដុំព្រឹត្តិការណ៍សំខាន់ទី3រស់ម្នាក់ពាក់ឯកសណ្ឋានកងរាជអាវុធហត្ថត្រូវបានឃាត់ខ្លួននិងបន្តអនុវត្តតាមនីតិវិធីច្បាប់យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថនៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025កងរាជអាវុធហត្ថបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថតាមការពិនិត្យភិនភាគនិងអត្តសញ្ញាណបុគ្គលនោះមិនមានឈ្មោះនៅក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេកងរាជអាវុធហត្ថបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវលុះដល់ម៉ោង 13:20 នាទីថ្ងៃខែដដែលទើបធ្វើការឃាត់ខ្លួនបុគ្គលនេះបច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនិងកំពុងបន្តអនុវត្តតាមនីតិវិធីសូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបសូមគោរពអរគុណបណ្ដុំព្រឹត្តិការណ៍សំខាន់ទី4គឺពាក់ព័ន្ធជាមួយនឹងស្នងការខេត្តកំពតថាមិនលើកលែងនោះទេករណីវាយគ្នានៅទំនប់ទឹកស្រុកឈូកខេត្តកំពតបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី30ខែឧសភាឆ្នាំ2025បានបញ្ជាក់ថាហូបអីបានជាម្នាក់កាយយ៉ាងនេះនៅពេលមកដល់ស្នងការដ្ឋាននឹងសួរក្រុមនេះឡើងវិញករណីវាយគ្នានៅទំនប់ទឹកភូមិត្រពាំងបឹងឃុំត្រម៉ែងស្រុកឈូកជាបឋមឃាត់ខ្លួនបាន6នាក់សូមការសរសើរដល់អធិការស្រុកឈូកនិងសហការីទាំងអស់ជាក់ស្ដែងត្រូវយកមកតាំងពីម្សិលមិញតែដោយសារហួសម៉ោងរដ្ឋបាលករណីនេះគ្មានការលើកលែងនោះទេគឺនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការព្រោះថាគ្មានគ្រូបាអាចារ្យណាប្រដៅបានទៀតនោះទេមកមានចង់សាកភ្លើង